គ្រប់ជំរាបសួរពេលមកដែរនិយមតាមដានស្ដាប់ព័ត៌មាននិងចំណេះដឹងផ្សេងៗតាមបណ្ដាសង្គម YouTube ទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមជូនព័ត៌មានថ្មីមួយក្រុមចំណងជើងថាព័ត៌មានកក្រើកយុវជនម្នាក់បាទជាអនុបណ្ឌិតបានយកដុំថ្មគប់ភូមិគ្រឹះសម្ដេចមហាសេនាបតីតេជោហ៊ុនសែនបង្កឲ្យមានការភ្ញាក់ផ្អើលសម្រាប់មូលហេតុនៃការគប់ដោយសារតែគាត់មានជំងឺ depression បាទប្រិយមិត្តរបស់យើងលោកប្រកាសជាបានជ្រាបនៅពេលថ្មីនេះបាទព័ត៌មានដ៏កក្រើកកំពុងតែល្បីខ្លាំងបាទជាមួយនឹងយុវជនដែលរៀនចប់អនុបណ្ឌិតមួយរូបបាទដោយសារតែគាត់មានបញ្ហាខួរក្បាលបាទទើបធ្វើឲ្យគាត់បាទមិនគិតអ្វីឲ្យយល់ជ្រៅជ្រះបាទបែរជាគាត់ប្រព្រឹត្តទង្វើបែបនេះបាទដោយសារតែគាត់មានជំងឺ depression បាទមានប្រជាពលរដ្ឋយើងជាច្រើនបាទកើតនៅជំងឺនេះហើយជំងឺនេះធ្វើបាទឲ្យមនុស្សយើងម្នាក់បាត់បង់នៅស្មារតីបាទជាពិសេសបាទមិនអាចគ្រប់គ្រងនៅអារម្មណ៍និងស្ថានភាពខ្លួនឯងបានដោយសារតែខ្លួនចង់ធ្វើអ្វីមួយប៉ុន្តែបរាជ័យជាបន្តបន្ទាប់ការបរាជ័យនេះហើយដែលធ្វើឲ្យមនុស្សកើតជំងឺ depression នេះជំងឺ depression នេះគឺជាជំងឺដែលបាក់ទឹកចិត្តហើយបាទមានការលំបាកយ៉ាងខ្លាំងជំងឺបាក់ទឹកចិត្តនេះបានធ្វើឲ្យប្រជាពលរដ្ឋទូទាំងបាទប្រទេសក៏ដូចជានៅលើពិភពលោកបាទមានបញ្ហាច្រើននៅក្នុងសង្គមបាទដូច្នេះកុំឲ្យប្រិយមិត្តរបស់យើងរងចាំយូរសូមមេត្តាជួយ Subscribe និង Like រឿងរ៉ាវដ៏គួរឲ្យកក្រើកនិងភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីថ្ងៃទី8ខែមករាឆ្នាំ2020ក្រោយពេលដែលយុវជនម្នាក់បានយកដុំថ្មគប់ចូលភូមិគ្រឹះបាទសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលស្ថិតនៅជិតវិមានឯករាជ្យនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ត្រូវបានកម្លាំងអង្គរៈរបស់សម្ដេចហ៊ុនសែនដែលយាមកាមនៅទីនោះបានចាប់ប្រគល់ទៅឲ្យប៉ុស្តិ៍នគរបាលចាក់ទុកមុខដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ផងដែរយុវជនដែលហ៊ានបាទយកដុំថ្មគប់ចូលភូមិគ្រឹះសម្ដេចតេជោបាទហ៊ុនសែនមានបាទឈ្មោះរំពិសិដ្ឋបាទអាយុ31ឆ្នាំជនជាតិខ្មែររៀននៅបាទឋានៈអនុបណ្ឌិតបាទទីលំនៅនៅភូមិក្បាលកោះទាវបាទឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលនៅក្នុងគេហទំព័រ Facebook មួយបាទដែលមានឈ្មោះថាប្រជាពលរដ្ឋបាទស៊ីស៊ីនបាទដែលបានធ្វើការបង្ហោះនៅថ្ងៃទី10ខែមករាឆ្នាំ2020ដោយបានរៀបរាប់តាក់ទងជាមួយនឹងរឿងរ៉ាវខាងលើនិងគួរឲ្យសោកស្ដាយបំផុតបាទសម្រាប់យុវជនម្នាក់ដែលរៀនចប់ផ្នែកអនុបណ្ឌិតបាទរួមពិសិដ្ឋរស់នៅឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលបាទធ្លាប់ធ្វើការងារខ្ពង់ខ្ពស់បាទចូលរួមការងារសប្បុរសធម៌បាទយ៉ាងច្រើនចូលរួមកិច្ចការសង្គមបាទជាបន្តបន្ទាប់ប៉ុន្តែដោយសារតែជំងឺបាទតានតឹងឬក៏យើងហៅថាជំងឺបាក់ទឹកចិត្តបាទដែលភាសាអង់គ្លេសហៅថា depression បាទធ្វើឲ្យគាត់ធ្លាក់ខ្លួនដើរចោលផ្ទះគេបាទកាលពីយប់នៅថ្ងៃទី28បាទខែមករាយុវជនរូបនេះបានចោលដុំថ្មចូលផ្ទះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅក្បែរវិមានឯករាជ្យហើយត្រូវបានសមត្ថកិច្ចបាទចាប់បញ្ជូនខ្លួនទៅតុលាការនៅក្នុងថ្ងៃនេះបាទវាពិតជាមានការសោកស្ដាយបំផុតបាទតាមលិខិតបញ្ជាក់របស់មេភូមិបាទកាលកោះទាវបាទឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលឲ្យដឹងថាបាទយុវជនរំពិសិដ្ឋភេទប្រុសអាយុ31ឆ្នាំសញ្ជាតិខ្មែរបាទកើតនៅក្នុងថ្ងៃទី9ខែ12ឆ្នាំ1989បាទទីកន្លែងកំណើតភូមិក្បាលកោះទាវបាទស្រុកបាទសំទោសបាទភូមិកាលកោះទាវបាទឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលបាទជាមនុស្សមានជំងឺប្រស័យប្រសាទបាទនេះគឺជាការអះអាងបាទរបស់អាជ្ញាធរដែនដីបាទដែលស្ថិតនៅក្នុងភូមិឃុំខាងលើតែម្ដងបាទដែលគាត់មានជំងឺបាទមិនប្រក្រតីដោយសារតែគាត់បាទកើតជំងឺ depression បាទជំងឺ depression នេះបាទធ្វើបាបមនុស្សណាដោយសារតែបាទមិនសូវមានការចងចាំហើយគ្រប់គ្រងអារម្មណ៍ក៏មិនបានល្អបាទខុសពីយើងនៅធម្មតាបាទប៉ុន្តែគ្រាន់តែបាទមនុស្សកើតជំងឺ depression បាទពេលដែលគាត់បាទជោគជ័យនោះជំងឺនេះនឹងបាត់បង់បាទដោយឯងតែម្ដងការកើតជំងឺនេះដោយសារតែមនុស្សបរាជ័យច្រើនបាទដូច្នេះព័ត៌មាននេះមានប៉ុណ្ណឹងដើម្បីទទួលបាននូវព័ត៌មានថ្មីបន្ថែមទៀតសូម Subscribe និង Like ចំណែកខ្ញុំបាទសូមអរគុណនិងសូមគោរពលា